សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំគ្រាន់តែរៀបចំកន្លែងហាងហើយមេខ្ញុំប្រាប់ឲ្យខ្ញុំរៀបចំទៅជាមួយគាត់ខ្ញុំនេះខំទៅអស្មានទៅគាត់ហៅទៅប៉ាវបាយប៉ាវកខ្វេតាមពិតមានដឹងឯណាគាត់ឲ្យខ្ញុំរៀបចំខ្សែភ្លើងហើយនិងគ្រឿងតទឹកទៅចំការជាមួយគាត់សោះហើយខ្ញុំធ្វើដំណើរជាមួយគាត់តាមផ្លូវគឺខ្ញុំឃើញទេសភាពស្អាតស្រស់បំព្រងខ្ញុំក៏បានទាញទូរស័ព្ទថតមកធ្វើជាវីដេអូចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយកន្លែងនេះគឺខ្ញុំបានមកដល់ដីចការរបស់មេខ្ញុំហើយគឺដីចការនេះគឺពិតជាធំមែនទែនហើយមានដំណាំច្រើនមានទាំងដូងមានទាំងស្វាយមានទាំងឈូកមានទាំងដើមឆាត់មានស្អីស្អីច្រើនហើយខ្ញុំក៏មិនសូវបានជាដើរថតអីច្រើនណាស់ណាដែរគ្រាន់តែខ្ញុំដើរកាត់តាមផ្លូវទៅខ្ញុំថតហើយខ្ញុំក៏ជាប់រវល់ធ្វើការជាមួយនឹងមេខ្ញុំគឺមិនសូវបានថតបានច្រើនហើយនេះគឺជាសកម្មភាពដែលខ្ញុំថតពីលើផ្ទះរីសតរបស់មេខ្ញុំទៅខាងវាលនោះពិតជាស្រស់ស្អាតមែនទែនហើយដីចការរបស់មេខ្ញុំនឹងឯងគឺស្ថិតនៅចិត្តផ្សារថ្មីនៅចិត្តវាមានឆ្នេះហើយនេះគឺខ្ញុំសកម្មភាពខ្ញុំឡើងចងខ្សែភ្លើងនៅលើផ្ទះរីសតរបស់មេខ្ញុំនិយាយទៅខ្ញុំកម្របានទៅដីជាមួយមេខ្ញុំណាយូរបានទៅម្ដងទេទាល់តែគាត់មានរវល់រៀបចំនៅក្នុងទីលានដីរបស់គាត់បានគាត់ហៅខ្ញុំទៅហើយនេះទៅតាំងពីព្រឹករហូតដល់ថ្ងៃបានមកវិញហើយនេះផ្កានៅដីគាត់សម្បូរដោយផ្កាឈូកផ្កាចំប៉ីអីហ្នឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like ចុច share និងជួយចុច follow ម្នាក់មួយផងអរគុណបាយបាយ